4ចំណុចដែលប្រជាជនខ្មែរយើងយល់ខុសចំពោះថ្នាំផ្សះចំណុចទី1គាត់យល់ថាថ្នាំផ្សះអាចព្យាបាលជំងឺបានច្រើនមុខរាប់រយមុខព្រោះគាត់គិតថាពាក្យផ្សះអាម៉ាត់អាចប្រើបានជំងឺផ្សេងធ្វើឲ្យជំងឺនេះឆាប់ជាសះស្បើយលឿនតាមពិតទៅថ្នាំផ្សះគឺគេប្រើបានក្នុងករណីដែលមានការឆ្លងដោយពួកមេរោគបាក់តេរីតែប៉ុណ្ណោះដូច្នេះហើយបើក្នុងករណីដែលអត់មានការឆ្លងដោយពួកមេរោគបាក់តេរីទេគឺអាចប្រើប្រាស់បុគ្គលថ្នាំផ្សះបានទេបើយើងប្រើទៅគឺវាអត់បានផលហើយវាប៉ះពាល់ដល់សុខភាពថែមទៀតចំណុចទី2ឈឺអីក៏ប្រើថ្នាំផ្សះដែរឧទាហរណ៍ភាគច្រើនគឺចាស់អ៊ំយាយគាត់ឈឺថ្មីក៏គាត់ប្រើមកឈឺដៃឈឺជើងក៏ប្រើមកវល់មកក៏ប្រើមកតបៅលបក៏ប្រើមកដូច្នេះហើយគាត់គិតថាពាក្យថ្នាំផ្សះអាម៉ាត់ហ្នឹងគឺគាត់អាចប្រើប្រាស់បានគ្រប់ទម្រង់គ្រប់ជំងឺគ្រប់ស្ថានភាពទាំងអស់តែនេះគឺជាការយល់ខុសតាមពិតទៅថ្នាំផ្សះគឺវាមានច្រើនប្រភេទច្រើនក្រុមរូបរាងច្រើនទម្រង់ហើយថ្នាំផ្សះនីមួយៗគឺវាមានមុខងារផ្សេងគ្នាទៅតាមក្រុមនីមួយៗហើយនឹងយន្តការនីមួយៗរបស់ថ្នាំផ្សះរៀងៗខ្លួនដូច្នេះហើយការយល់ឃើញថាថ្នាំផ្សះមួយមុខអាចព្យាបាលជំងឺបានគ្រប់ទាំងអស់គឺវាអត់ត្រឹមត្រូវទេចំណុចទី3ឲ្យតែក្តៅខ្លួនដឹងតែប្រើថ្នាំផ្សះចំណុចនេះគឺមិនត្រឹមត្រូវទេពាក្យតែក្តៅខ្លួនអាម៉ាត់គឺវាអាចមានមូលហេតុច្រើនទី1អាចបង្កដោយពពួកបាក់តេរីទី2អាចទៅបង្កដោយពួកvirus ទី3អាចតតងទៅនឹងការបង្ករោគដោយពួកមីក្រូសត្វរាងកាយផ្សេងៗដូចជាប៉ារ៉ាស៊ីតអីជាដើមហ្នឹងឬក៏តតងទៅនឹងការបម្រែបម្រួលសីតុណ្ហភាពក្នុងខ្លួនធ្វើឲ្យមានការឡើងកម្ដៅដូចគ្នាដូច្នេះហើយឲ្យតែក្តៅខ្លួនភ្លាមអត់អាចប្រើប្រាស់សាប់បានភ្លាមទេយើងអាចត្រឹមតែថ្នាំបញ្ចុះកម្ដៅដូចជាប៉ារ៉ាសេតាមុលឬក៏ ibuprofen បានសិនទេហើយថ្នាំផ្សះហ្នឹងលុះតាគូពេទ្យធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវថាមានការឆ្លងដោយពពួកបាក់តេរីបានគេប្រើថ្នាំផ្សះចំណែកចំណុចទី4វិញគឺភាគច្រើននៃជំងឺគឺគាត់លេបបានតែគាត់ឈប់គាត់អត់លេបដល់គ្រប់ចំនួនដែលគ្រូពេទ្យបានណែនាំទេដោយគាត់គិតថាខ្លាចប៉ះពាល់ដល់សុខភាពតែគាត់អាចបានដឹងទេថានៅពេលដែលគាត់លេបគ្រប់ចំនួនហ្នឹងណាគឺធ្វើប៉ះពាល់សុខភាពគាត់ទៅវិញទេជាទូទៅថ្នាំផ្សះលេបតិចពេកអត់គ្រប់ដូសក៏ប៉ះពាល់លេបយៈយូរពេកក៏ប៉ះពាល់ដូចគ្នាលេបតិចពេកបានន័យថាលេបអត់គ្រប់ចំនួនដូសដែលគ្រូពេទ្យបានណែនាំគឺមេរោគហ្នឹងបាក់តេរីហ្នឹងគឺវាអត់ងាប់ទេវាបានត្រឹមតែមកស្លាប់ធ្វើឲ្យយើងធូរអញ្ចឹងតែពេលដែលយើងធូរយើងគិតថាយើងជាប៉ុន្តែអត់តន់ជាទេមេរោគហ្នឹងវាត្រឹមតែមកស្លាប់ទេនៅពេលដែលយើងឈប់លេបថ្នាំហ្នឹងនៅពេលណាមួយប្រព័ន្ធការពារយើងចុកសោយមេរោគហ្នឹងវារើឡើងវិញហើយកាលណារើឡើងវិញហើយយើងដាក់ថ្នាំតារាហ្នឹងគឺអត់ត្រូវទេដោយសារតែមេរោគហ្នឹងវាបង្កើនភាពធន់ជាមួយថ្នាំផ្សះដែលគេហៅថាស៊ាំជាមួយថ្នាំផ្សះហ្នឹងហើយមួយទៀតនៅពេលដែលយើងលេបរយៈពេលយូរពេកគឺវាធ្វើឲ្យប៉ះពាល់ដូចគ្នាគឺប៉ះពាល់ជាពិសេសទៅលើប្រព័ន្ធរំលាយអាហារគឺវាធ្វើបាត់បង់តុល្យភាពនៅពពួក flora intestinal ឬក៏បាក់តេរីល្អៗក្នុងពោះវៀនគឺវាខូចខ្ទេចតែម្ដងដោយសារតែថ្នាំផ្សះវាមិនត្រឹមតែសម្រាប់ពពួកបាក់តេរីអាក្រក់ទេវាទៅសម្រាប់ពពួកបាក់តេរីល្អៗថែមទៀតនៅក្នុងប្រព័ន្ធរំលាយអាហារជាពិសេសនៅក្នុងពោះវៀនហ្នឹងដូចជាហើយទីទូទៅថ្នាំផ្សះនៅពេលដែលលេបហើយគ្រូពេទ្យតែណែនាំឲ្យអ្នកជំងឺលេបពពួកគេហៅថា flora intestinal ឬក៏អាពួកបាក់តេរីល្អទៅជំនួយពោះវៀនឡើងវិញដើម្បីការពារកុំឲ្យផលប៉ះពាល់ទៅថ្ងៃក្រោយជាពិសេសនោះកើតនៅប្រភេទផ្សិតពោះវៀនសរុបមកវិញថ្នាំផ្សះគឺកាលណាប្រើត្រូវមានការប្រុងប្រយ័ត្នត្រូវមានការចេញដោយគ្រូពេទ្យត្រឹមត្រូវហើយត្រូវលេបឲ្យគ្រប់តាមការកំណត់របស់គ្រូពេទ្យហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ